សូមជម្រាបសួរបងប្អូននេះគឺជាស្ពានទី9ឆ្លងកាត់ស្ទឹងសែននៃខេត្តកំពង់ធំដែលស្ពាននេះត្រូវបានកសាងហើយបើកការថានៅថ្ងៃទី15ខែធ្នូឆ្នាំ2024នេះហើយស្ពាននេះគឺជាការឧបត្ថម្ភគ្រប់គ្រងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលស្ពាននេះគឺបានឆ្លងកាត់នៅចំណុចឃុំឈូកស្ទឹងឃុំឈូកស្រុកប្រាសាទសម្បូរទៅកាន់ឃុំស្រើងដែលមកខាងទៀតឃុំស្រើងដោយសារមានឧទ្ទវហេតុការលិចផ្ទុះធ្វើឲ្យគ្រោះថ្នាក់ដល់សិស្សសាលាចឹងដូច្នេះហើយការមើលឃើញរបស់ប្រមុខរដ្ឋាភិបាលក៏បានសម្រេចសាងសង់ស្ពាននេះដោយការសាងសង់គឺរយៈពេល1ឆ្នាំអញ្ចឹងបងប្អូននៅក្នុងស្រុកប្រាសាទសម្បូរក៏ដូចជាខេត្តកំពង់ធំមានការសប្បាយរីករាយយ៉ាងខ្លាំងដោយបានការតភ្ជាប់ជាពិសេសគឺការឆ្លងកាត់ស្ទឹងសែននេះហើយយើងឃើញថាការឆ្លងកាត់នេះគឺបានធ្វើឲ្យវិស័យសេដ្ឋកិច្ចក៏ដូចជាការដឹកជញ្ជូននៅកសិផលការធ្វើដំណើរឆ្លងកាត់របស់បងប្អូនជាប្រវត្តិនឹងបានងាយស្រួលហើយកាលពីមិនទាន់បានស្ពាននេះក្រោយពីមានឧទ្ទវហេតុហើយក៏ប្រមុខរដ្ឋាភិបាលក៏បានបញ្ជូនផ្ដល់នៅសាឡង់មួយដែលថាទុកសម្រាប់ចម្លងឲ្យបងប្អូនជាបរិវត្តបានឆ្លងកាត់ផងដែរបាទនេះគឺជាទុកដែលបានផ្ដល់ហើយឥឡូវនេះក៏គឺបានបុកគ្រឹះហើយតែយើងបានបើកការដ្ឋានហ្នឹងគឺបានបុកគ្រឹះសាងសង់សម្រាប់ស្ពានថ្មីនេះហើយនេះជាចំណងដៃថ្មីមួយរបស់ខេត្តកំពង់ធំដែលបានកើតចេញពីការខិតខំប្រឹងប្រែងធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយហើយនេះនៅចំណុចឃុំឈូកស្ទឹងឃុំឈូកស្រុកប្រាសាទសម្បូរខេត្តកំពង់ធំផងដែរហើយនេះទិដ្ឋភាពដែលបានសាងសង់គឺបានបុកគ្រឹះហើយដល់តសបុកសបាទគ្រឹះសបាទនេះគឺជាទិដ្ឋភាពស្ទឹងសែននៅរដូវប្រាំងថ្ងៃទី29ខែធ្នូឆ្នាំ2024ឃើញថាការកសាងនេះគឺជាការកសាងរបស់កងកម្លាំងវិស្វកម្មសម្រាប់ជញ្ជូបាទក្រុម1សៀមរាបឥឡូវស្មើនេះដូចជាម៉ោង2ហើយបាទអញ្ចឹងកំពុងតែមានការបុកបាទនេះខួងចេញការងារកំពុងតែមមាញឹកញាប់ដៃញាប់ជើងដើម្បីធ្វើយ៉ាងណាគឺបង្កើនការសាងសង់ស្ថាបនានេះឲ្យបានទាន់ដែលរុញឲ្យវិស័យដឹកជញ្ជូននៅខេត្តក៏ដូចជាទូទាំងប្រទេសឲ្យមានការធ្វើយ៉ាងណាឲ្យរីកចម្រើនដែរបាទសូមអរគុណសម្រាប់ការទស្សនានៅវីដេអូคลิปរបស់ខ្ញុំបាទ